នៅក្នុងវីដេអូនេះដែរគឺចង់បង្ហាញគ្នាយើងអំពី data type នៅក្នុង C++ដោយសារតែ C++ វាក៏ជាប្រភេទនៃ static data type ដូចជាមួយនឹង C# ហើយនិង Java Programming ផងដែរអញ្ចឹងនៅក្នុង C# គឺវាមាន list នៃ data type ដែលយើងអាចទាញវាយកមកប្រើប្រាស់បានហើយយើងអាចមើលនៅក្នុង website នៅក្នុងនេះគឺគេបាន explain មកយើងអំពី data type ដែលមាននៅក្នុង C++ទី1វាគឺជាប្រភេទឆាដែលវាប្រើប្រាស់មួយ byte គឺជាប្រភេទនៃការផ្ទុកតួអក្សរទី2គឺជាប្រភេទ unsigned ហើយជាមួយនឹង signed ឆាតើតើជាមួយនឹង signed ហើយនិង unsigned គ្នាយើងអាចមើល data នៅខាងក្រោមនេះបានងាយស្រួលយល់ប្រភេទជា integer បើសិនជា integer គឺវា store តម្លៃលេខរហូតទៅដល់ដកជាង2 billion រហូតទៅដល់តម្លៃវិជ្ជមាននឹង2 billion ប៉ុន្តែបើសិនជាគ្នាយើងប្រើប្រាស់ជាមួយនឹង unsigned int វិញគឺយើងប្រើបានតែពីលេខ0រហូតទៅដល់ជាង4 billion value នឹងឯងប៉ុន្តែបើសិនជាគ្នាយើងប្រើជាមួយនឹង signed value គឺយើងអាចប្រើពីសញ្ញាដក2 billion រហូតទៅដល់2 billion ជាងហើយអញ្ចឹងក្នុងការប្រើប្រាស់គឺយើងអាចប្រើជា integer ឬក៏ unsigned integer ឬក៏ signed នៃ integer ប៉ុន្តែជាទូទៅគឺយើងប្រើប្រាស់តែ integer ធម្មតាទេដែលនៅក្នុងនោះគឺវាផ្ទុកទាំងតម្លៃវិជ្ជមានហើយនិងអវិជ្ជមានឲ្យស្រេចហើយការប្រើប្រាស់នៃការ declare ជាមួយនឹង data type គឺវាអាស្រ័យទៅលើ value ដែលយើងចង់ប្រើនៅខាងក្រោយនេះឯងបើសិនជាយើងប្រើប្រាស់ប្រភេទជា integer គឺយើងអាចផ្ទុកនៅតម្លៃលេខចន្លោះពីលេខប៉ុណ្ណឹងរហូតទៅដល់ចំនួនលេខប៉ុណ្ណឹងនឹងឯងបើសិនជាគ្នាយើងប្រើជាមួយនឹងប្រភេទនៃ sort នៅខាងក្រោមនេះដូចដែលយើងឃើញ sort គឺវាប្រើតែ2 byte នៃ memory ទេហើយវាផ្ទុកតម្លៃលេខបានតែជាង30000ដក30000រហូតទៅដល់32000ជាងនៃតម្លៃលេខតែប៉ុណ្ណោះអញ្ចឹងកន្លែងហ្នឹងគឺបញ្ជាក់ឲ្យយើងឃើញថាបើសិនជាយើងចង់ប្រើប្រាស់ជាមួយនឹង type ណាមួយគឺវាអាស្រ័យទៅលើទំហំនៃការប្រើប្រាស់បើសិនជាយើងចង់ប្រើប្រាស់ជាមួយនឹងតម្លៃលេខដែលមានតម្លៃទួយជាង30000ទេគឺយើងអាចប្រកាសវាជាប្រភេទ data type នៃ sort បានប៉ុន្តែបើសិនជាយើងចង់ប្រើប្រាស់ទំហំ data នឹងធំជាងនឹងគឺយើងអាចជ្រើសរើសយកជាប្រភេទ int បានតែវាប្រើប្រាស់អស់4 byte នៃ memory របស់យើងប៉ុន្តែវា support រហូតទៅដល់លេខ2 billion ជាងនៃ value មកខាងក្រោមទៀតគឺយើងឃើញថាមានប្រភេទនៃ long ដែល long នឹងប្រើរហូតទៅដល់8 byte នៅក្នុង memory របស់យើងហើយគឺវាផ្ទុកនៅ value នឹងគឺច្រើនធំខ្លាំងមែនតើអញ្ចឹងការប្រើប្រាស់ជាមួយនឹងទំហំតម្លៃលេខដែលធំគឺយើងអាចទាញ long យកមកប្រើប្រាស់បានហើយ long ក៏ដូចគ្នាដែរគឺមានប្រភេទជា signed long ហើយជាមួយនឹង unsigned long តែ most of the time គឺយើងប្រើតែប្រភេទជា long ធម្មតាទេយើងកន្លែងមកមើលខាងក្រោមទៀតគឺយើងមានប្រភេទ long ជាមួយនឹង int អញ្ចឹងគឺទំហំនៃការ store គឺរឹតតែធំមែនតើគឺយើងមាន int យើងមាន long ហើយបន្តមកទៀតគឺយើងមាន long អញ្ចឹងគឺរហូតទៅដល់8 byte នេះគឺធំខ្លាំងមែនតើចំណែកឯបន្តមកទៀតគឺយើងឃើញមានប្រភេទជា float ហើយនឹង double ហើយជាមួយនឹង long doubleប្រភេទ float នេះគឺវាអាច store ជាមួយនឹងតម្លៃលេខក្បៀសបានដូចគ្នាដែរបើ compare ជាមួយនឹង double ក៏វាក៏ជាប្រភេទនៃតម្លៃលេខក្បៀសមួយផងដែរប៉ុន្តែលក្ខណៈខុសគ្នារវាង float ហើយនិង double កន្លែងនេះគឺសំខាន់មែនទែនគ្នាយើងគួរតែ note កន្លែងហ្នឹងហើយចែកឲ្យដាច់រវាង float ហើយជាមួយនឹង double ដោយសារតែពីរ variable ពីរ data type ហ្នឹងគឺសុទ្ធតែ store ជាមួយនឹងប្រភេទនៃលេខក្បៀសដូចគ្នាប៉ុន្តែអា prefix នៅក្រោយក្បៀសបើក្នុងករណីដែលយើងមានលេខនៅក្រោយក្បៀសច្រើនគឺយើងប្រើជាមួយនឹង double recommend ដោយសារតែ float បើសិនជាលេខនៅក្រោយក្បៀសមានច្រើនគឺយើងអាចនឹង loss value ដែលនៅខាងក្រោយក្បៀស loss ហ្នឹងគឺសំដៅថា value អាចនឹងអត់ proper store នៅខាងក្រោយដែលអត់ក្បៀសទេបើសិនជាក្បៀសយើងមានកាន់តែច្រើនគឺ value ហ្នឹងគឺនឹងអាចប្រែប្រួលទៅតាមprefix ដែលវានៅខាងក្រោយក្បៀសហ្នឹងឯងប៉ុន្តែបើសិនជាយើងប្រកាសវាជាប្រភេទ double វិញមិនថាយើងមានក្បៀសនៅខាងក្រោយដែលជា digit ហ្នឹង decimal digit ហ្នឹងមិនមែន digit ទេគឺវានឹង keep value ហ្នឹងគឺ fix ឲ្យយើងគ្រប់ value ទាំងអស់តែម្ដងអញ្ចឹងគឺអត់មាន problem ទេអញ្ចឹងរវាង float ហើយនិង double store ប្រភេទនៃលេខ
ក្បៀសដូចគ្នាគ្រាន់តែប្រភេទ double គឺវា store លេខចំនួនក្បៀសហ្នឹងគឺ accurate របស់យើងវាខុសអំពី float ដែល float នៅពេលដែលក្បៀសកាន់តែច្រើនធ្វើឲ្យលេខនៅខាងក្រោយហ្នឹងក៏កាន់តែមានបំរែបំរួលឬក៏មិនប្រក្រតីទៅតាមនឹងឯងអូខេអញ្ចឹងសរុបជារួម data type ដែលយើងទាញយកទៅប្រើប្រាស់គឺគេបាន list នៅក្នុង website ហ្នឹងឲ្យយើងប្រើហើយគឺមានប្រភេទ long double មាន double មាន float long មាន long មាន int មាន short ហើយជាមួយនឹង char តែសុទ្ធតែជាប្រភេទ data type ដែលយើងអាចទាញយកទៅប្រើប្រាស់បានឥឡូវយើងឧទាហរណ៍ថាយើងត្រឡប់មកធ្វើការ declare មកណា data type ទី1គឺជាប្រភេទ integer ឧទាហរណ៍ number set វាស្មើ100បន្តមកទៀតយើងចង់ធ្វើការ declare ជាមួយនឹង variable បន្តទៀតឧទាហរណ៍ថាជាប្រភេទជាមួយនឹង long ជាមួយនឹង value ហើយស្មើជាមួយនឹង100នេះដែរបន្តទៀតយើងអាចធ្វើការ declare ជាមួយនឹង double ជាមួយនឹង page ស្មើ300យើងអាច declare ជាមួយនឹង float ស្មើនឹង6.78បន្តមកទៀតយើងអាចធ្វើការ declare ជាមួយនឹង char ដែលតំណាងឲ្យ character អញ្ចឹងប្រភេទ char គឺយើងត្រូវការប្រើ surround វាជា single quote បែបនេះឯងដោយសារតែវាជាតួអក្សរហើយ char គឺផ្ទុកបានមួយតួអក្សរគឺយើង surround វាជាមួយនឹង single quote បែបនេះឯងមានប្រភេទ data type មួយទៀតគឺជាប្រភេទ bool ដែល store ជាប្រភេទ true ហើយនិង false អញ្ចឹងគឺយើងអាច assign បែបនេះបាន true ឬក៏ false ទៅកាន់ variable របស់យើងនៅក្នុង float ហើយជាមួយនឹង double ឬក៏ long នៅខាងក្រោយនេះគឺគេមានសញ្ញាសម្គាល់ពិសេសទៅតាមប្រភេទនៃ data type នឹងឯងបើសិនជា long គឺយើងអាចប្រើវាជា L បែបនេះបានហើយបើសិនជា float គឺយើងប្រើជាមួយនឹង S នៅខាងក្រោយបែបនេះបានអញ្ចឹងនៅពេលដែលយើងធ្វើការប្រើប្រាស់ជាមួយនឹងតម្លៃលេខគឺវានឹងសម្គាល់ថា100នេះគឺជាប្រភេទ long ហើយ6.78នេះវាគឺជាប្រភេទនៃ float ប៉ុន្តែបើសិនជាយើងមាន data type static strong type នៅពីខាងមុខបែបនេះមិនថាយើងប្រើ L ឬក៏យើងមិនប្រើ L គឺវានឹងនៅតែជាប្រភេទនៃ long ដដែលទេប៉ុន្តែអីដែលចង់ឲ្យគ្នាយើងកត់សម្គាល់មួយគឺនៅក្នុង modern C++ គឺគេមាន keyword ប្រភេទជា auto ដែលយើងអាចធ្វើការប្រើប្រាស់បែបនេះបានគឺ auto យើងសង្កេតមើលឃើញថា100មុនហ្នឹងដែលយើងប្រកាសវាជាប្រភេទ long នៅពេលដែលយើងបដូរវាទៅជា auto គឺវានឹង load ទៅជា integer នៅកន្លែងនេះតែម្ដងឃើញវា mark ថាជា integer ប៉ុន្តែបើសិនជាកន្លែងនេះយើងប្រើជាមួយនឹង L គឺវានឹង load ទៅជាប្រភេទនៃ long អញ្ចឹងសំខាន់មែនតើបើសិនជាយើង declare វាជាប្រភេទ auto នៅក្នុងតម្លៃលេខ assign គឺយើងត្រូវតែប្រើវាជា L នេះគឺយើងអាចប្រើទូចក៏បានយើងប្រើធំក៏បានដែរគ្រាន់តែថាបើសិនជាយើងប្រើអក្សរទូចពេលខ្លះគឺយើងច្រឡំដូចជាមួយនឹងលេខ1អញ្ចឹងជៀសវាងការច្រឡំគឺយើងប្រើអក្សរធំដូចគ្នាដែរជាមួយនឹង variable float បើយើងធ្វើការ change វាទៅជា auto គឺវានឹងរត់ទៅជា double automatic តែម្ដងបើសិនជាយើងចង់ប្រើប្រាស់វាជា float គឺយើងប្រើជាមួយនឹង f នៅកន្លែងនេះមកវានឹង change ទៅជា float តែម្ដងអញ្ចឹងគឺយើងអាចធ្វើការទាញយកជាមួយនឹងប្រភេទនៃ auto declare type មកបានប៉ុន្តែវានឹងអាស្រ័យទៅលើ value ដែលយើង assign ទៅកាន់ variable របស់យើង